គឺរដ្ឋមន្ត្រីការបរទេសថៃថាការចរចារឿងព្រំដែនមិនអាចទៅរួចទេនៅក្នុងស្ថានភាពបច្ចុប្បន្នថៃតាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកស៊ីហាស័កភួងកេតកែវដែលជួបរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងជីដែលដឹងហើយយើងទៅឃើញលោកវ៉ាងជីមកគោះកែវជុលកែវអីជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជាហាក់បីដូចជាល្អកល្អឿនចាក់ទឹកបន្លិចនៅក្នុងអយុធសាស្ត្រ 2+2 គេនោះយ៉ាងម៉េចនោះគឺចិនការបរទេសចិនការពារជាតិចិនមកជួបរដ្ឋមន្ត្រីការបរទេសខ្មែរនិងរដ្ឋមន្ត្រីការបរទេសខ្មែរនឹងលោកប្រាក់សុខុននិងលោកទាសីហាណាដែលគេថាយុទ្ធសាស្ត្រដែលដល់ស្អិតរមួតរវាងខ្មែរនិងចិននោះចិនចាប់តែពីហ្នឹងចុះទៅថៃផ្លុកទៅជួបសៀស័កភួងកេតកែវជួបអនុទិនច័ន្ទវរៈគុលជួបមន្ត្រីជាន់ខ្ពស់របស់ថៃដូចជួបជាមួយនឹងកម្ពុជាដូចតែគ្នាហើយទៅចាប់ផ្ដើមនិយាយអំពីជំហររបស់ចិនគេទៅប្រាប់ថៃចឹងបានថាចិនឆ្លាតណាស់ទៅប្រាប់ថៃថាគេមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរទេគេគ្រាន់តែអាចជួយសម្របសម្រួលឲ្យបានប៉ុន្តែឲ្យលូកដៃអត់ទេមិនបានលូកដៃបើចិនចំណេញពីថៃរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំនិយាយទៅអ្វីដែលជាទំហំពាណិជ្ជកម្មចិនជាមួយថៃលើសខ្មែរយើង 3-4 ដងឯនោះអញ្ចឹងគេគ្មានរឿងអីទៅមកចាប់ថាចាប់ខ្មែរយកប្រលេះដៃថៃអត់ទេគេសុកចិត្តប្រលេះដៃខ្មែរយកថៃទៅវិញក្នុងន័យដូចថាពេលដែលឆ្លោះគ្នាចិនអត់ថ្កោលទោសថៃពងតែឆ្លោះគ្នាជាប់ដៃចិនបើកសម្ពយុទ្ធយោធាជាមួយថៃទៀតដែលជាមិត្តម៉ឺនឆ្នាំមិត្តដែលថែបរបស់ខ្មែរសោះទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃលេបចូលមិនពងតែឆ្ងល់លេបចូលអាក្រក់មែនតើហើយយើងនឹងនៅតែល្អកល្អឿនអត់គេមិនបាននឹងហើយនយោបាយការទូតយើងត្រូវតែធ្វើជាមិត្តឲ្យច្រើនណាប៉ុន្តែយើងដូចជាបង្ហាញអំភាពទុនខ្សោយរបស់យើងខ្លាំងមែនតើគេបេះប្រលេះដៃយើងនឹងយើងនៅតែតាមអោបជើងយើងនៅតែតាមថាមិត្តដៃថែបយើងនៅតែតាមអីចឹងតែរហូតដោយសារតែយើងអត់មានជំរឿសនៅពេលដែលយើងខ្សោយយើងអត់មានជំរឿសគឺយើងត្រូវតែអោបជើងគេអញ្ចឹងហើយឥឡូវហ្នឹងគឺរឿងថៃនឹងក៏អញ្ចឹងដែរយើងទៅធ្វើឲ្យថៃមើងងាយយើងអារឿងព្រំដែនមួយសាមួយទៀតគឺរឿងទៅអង្វរថៃឲ្យចូលតុកចរចាដើម្បីវាស់អាព្រំដែនដែលយើងព្រមឲ្យគេហើយនេះឲ្យវាស់ឲ្យឡើងវិញហើយគេកិច្ចកុករហូតដោយសារតែគេបានដីរបស់យើងហើយមានកិច្ចព្រមព្រៀងហើយគេមិនបានវាស់មួយយើងហើយទៅសាររបស់គេកាលពីម្សិលមិញលោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកអឌុលប៊ុនថាំចរិនគាត់និយាយថាអត់អាចចរចាអីជាមួយខ្មែរបានស្រួលបួលទេតតែគោរពលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនៃបទឈប់បាញ់បានន័យថាម៉េចបងប្អូនបើគោរពលក្ខខណ្ឌនៃបទឈប់បាញ់គឺគោរពអីគេទី1អត់ររឿងថៃដើម្បីសើរើអាបទឈប់បាញ់ដែលឲ្យថៃនៅកន្លែងណានៅកន្លែងហ្នឹងអារឿងហ្នឹងរឿងអាយុជីវិតតែម្ដងហើយថៃខ្ទាស់យើងរឿងនេះគឺជារឿងអត់ទិញស្លឹកឆ្នោតហើយយើងផ្សងចង់បានត្រូវលេខកតុយលេខហើយនេះព្រោះជំហររបស់កម្ពុជាកំពុងតែរឿងហ្នឹងហើយថៃកំពុងតែលុបចោលអាហ្នឹងទាំងអស់ហើយយើងសប្តាហ៍ថ្ងៃនេះគឺយើងយកអាយន្តការមួយគឺយើងត្រូវតែប្រឹងធ្វើយ៉ាងម៉េចចងកាតព្វកិច្ចថៃឲ្យចូលតុចរចាតាមយន្តការ JBC ឬ GBC GRC អីចឹងទៅគឺនៅក្នុងន័យមួយគឺប្រើអាប័ណ្ណឈប់បាញ់នេះថ្ងៃ27ខែធ្នូឆ្នាំ2025ដែលលោកទាសីហាចុះហត្ថលេខាជាមួយណត្តភងណាផនិចរដ្ឋមន្ត្រីក្រសួងការពារជាតិថៃពេលនោះដើម្បីថាអ្នកណាគ្រប់គ្រងកន្លែងណាកន្លែងហ្នឹងដែលមានមេត្រាឬក៏ប្រកាស3ដែលប្រាប់ថាសូមឲ្យវាស់វែងចាក់ស្ដែងទៅអ្នកណាបានប៉ុណ្ណាបានប៉ុណ្ណឹងប៉ុន្តែថៃគេចាត់ទុកថាអ្វីដែលគេគ្រប់គ្រងហ្នឹងគឺជាដែនកម្មសិទ្ធិរបស់គេដាច់មុខហើយគឺយើងអត់ប៉ះពាល់បានហើយគេទាមទារឲ្យយើងគោរពប័ណ្ណឈប់បាញ់ហ្នឹងបើសិនជាថៃយល់ថាការដាក់សម្ពាធកម្ពុជាឲ្យគោរពប័ណ្ណឈប់បាញ់ហ្នឹងបានដីហ្នឹងមកខ្មែរវិញទាំងអស់ថៃអត់ចាំបាច់សកត់យើងឲ្យទៅគោរពប័ណ្ណឈប់បាញ់ទេថៃមិនល្ងងដល់ប៉ុណ្្នឹងទេក៏ប៉ុន្តែកម្ពុជាកំពុងតែផ្សងសំណាងលេខឆ្នោតដែលអត់ទិញកតុយលេខហើយយើងអត់ចាក់ហើយទៅយើងបន់ឲ្យត្រូវឆ្នោតហើយនេះហេតុអីបានជាខ្ញុំនិយាយបែបនេះព្រោះថៃគេកំពុងតែយកអាប្លង់រឹងដែលយើងសញ្ញេថាអ្នកណានៅហ្នឹងហើយមកសង្កត់យើងឲ្យទទួលស្គាល់អាប័ណ្ណឈប់បាញ់ហ្នឹងបានគេអាចនឹងចរចាអីកើតអញ្ចឹងបានន័យថាម៉េចថៃគេគិតថាគេមានប្រៀបឲ្យយើងគោរពសិនគោរពហ្នឹងជាម៉េចទី1អាចចងជើងកម្ពុជាមិនឲ្យប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ
ឬក៏ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឬក៏ប្រើយន្តការណាមួយថៃកំពុងចង់បង្ហាញប្រាប់កម្ពុជាអញ្ចឹងហើយខ្ញុំជឿថាពេលនេះប្រហែលជាកម្ពុជាដឹងក្លេថៃហើយថាតែងាករេពីរឿងអ្វីដែលជាយន្តការដែលមាននៅក្នុងបទជប់បាញ់នេះណាច្បាស់ជាថៃចោទថាកម្ពុជាបំពេញបទជប់បាញ់ហើយការបំពេញបទជប់បាញ់ហ្នឹងគឺអាចដូចជាប្តឹងទៅតុលាការយុតិធធអន្តរជាតិឬព្រហ្មទណ្ឌអន្តរជាតិឬក៏ប្រើយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែលជាយន្តការបៀសញ្ញកបៀដែលអាត់ដែលនៅក្នុងដៃដែលខ្មែរឈ្នះថៃប៉ុន្តែវាអាចផ្ទុយនឹងកិច្ចព្រមព្រៀងឬបទជប់បាញ់នេះហេតុអីបានខ្ញុំថាផ្ទុយព្រោះបើយើងព្រមព្រៀងគ្នាបទជប់បាញ់បានន័យថាយើងព្រមឲ្យថៃដីកន្លែងណាគ្រប់គ្រងដីនៅកន្លែងហ្នឹងវាស់ជាក់ស្ដែងទៅបានណាបានហ្នឹងមែនប៉ុន្តែថៃគេប្រកាស 100% ថាបើតាមផែនទីខ្នាត1លើ 50,000 គឺគេបានទាំងអស់អាដីហ្នឹងអត់បានខ្មែរវិញទេអញ្ចឹងគេបង្ខំយើងឲ្យចូលទៅក្នុងយន្តការចរចាកម្ពុជាកំពុងលួងថៃឲ្យចូលយន្តការចរចាក៏ប៉ុន្តែកុំភ្លេចថានេះគឺជាក្លេរបស់ថៃដែរទេអាយន្តការទ្វេភាគីហ្នឹងព្រោះថៃអត់ដែលចង់ឲ្យខ្មែរយើងទៅភាគីទី3ទេកុំភ្លេចថានេះមិនមែនជាព្រៀបឈ្នះរបស់កម្ពុជាទេណាអាការចរចាទ្វេភាគីនេះគឺជាគំនិតរបស់ថៃយូរហើយថៃចង់បានអញ្ចឹងតាថៃរករឿងខ្មែរតាំងពីពេលដែលមានការអីចង់រកឃើញថៃរករឿងខ្មែរមួយគ្រាន់តែសរសេរលិខិតជូនដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2025ដែលពេលហ្នឹងលោកហ៊ុនម៉ាណែតនិងរដ្ឋសភាកម្ពុជាព្រឹទ្ធសភាអីគេព្រមព្រៀងគ្នាហើយអនុម័តព្រមព្រៀងគ្នាដើម្បីឲ្យយករឿងនេះបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិនៅពេលនោះឯងនៅពេលតែគ្រាន់តែមានលិខិតជូនដំណឹងសោះដែលមិនមែនជាពាក្យបណ្ដឹងផងដែលកម្ពុជាប្រហែលជាចង់ប្រាប់ថៃថាកុំគ្រាន់បើប្រយ័ត្នខ្ញុំប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅក្នុងពេលហ្នឹងដែលធ្វើឲ្យថៃក្តៅក្រហាយបាត់ទៅហើយព្រោះថៃអត់ចូលចិត្តសោះតុលាការអន្តរជាតិនេះឬក៏យន្តការត្រីភាគីណាមួយគាត់ត្រូវការតែយន្តការទ្វេភាគីទេគឺពីរបកហ្នឹងពីព្រោះស្រួលស៊ីជាគំនិតរបស់ថៃទេណាមិនមែនជាគំនិតរបស់ខ្មែរទេដែលចង់ឲ្យមានការចរចាទ្វេភាគីនេះថៃចង់បានអញ្ចឹងយូរហើយប៉ុន្តែឥឡូវនេះស្រាប់តែខ្មែរជាអ្នកអង្វរថៃឲ្យចូលមកចរចាទ្វេភាគីទៅវិញតាមពិតយើងចូលសងយុទ្ធសាស្ត្រថៃទេហើយចាំមើលដល់ដំណាក់កាលណាមួយថៃគេរៀបចំឲ្យស្អាតឲ្យយើងអស់ផ្លូវដើរគឺគេចូលមកចរចាទាំងយើងចាញ់តែម្ដងព្រោះអីអានេះគឺជាការចង់បានរបស់ថៃតាថៃគេចង់បានពីដើមមកខ្ញុំម្ដងទៀតថៃអត់ចង់ឲ្យខ្មែរទៅរកភាគីទី3ណាមួយទាំងអស់ពឹងម៉ាឡេក៏ថៃមិនឈឺក្បាលពឹងអាមេរិកហ្នឹងក៏ថៃចូលទាំងអស់ឯកទេការលោកត្រាំគម្រាមដាក់ពុនអាពុននេះតាពុនreciprocal tariff តាពុនបដិការនោះតាអាពុនទៅពុនមកដែលដាក់ថៃដល់ 30% ជាងនោះ30ប្រមាណ 39% អាកាលខែសីហាហ្នឹងថ្ងៃ1ខែសីហាឆ្នាំ2025បើថៃនិងខ្មែរអត់ឈប់វាយគ្នាព្រោះត្រាំគម្រាមហើយនឹងដាក់ពុនហ្នឹងអត់ថយដោយសារតែខ្លាចអារឿងពុនហ្នឹងបានថៃបញ្ញាប់ជាមួយខ្មែរដែរចូលឲ្យមានបទឈប់បាញ់ហ្នឹងមកចឹងមិនមែនបានន័យថាដើម្បីសុខសន្តិភាពអីទេគឺខ្លាចគេដាក់ពុនហ្នឹងលោកតាហើយអត់ចូលចិត្តលោកត្រាំទៀតប៉ុន្តែអត់មានជំរឿសដោយសារអីដោយសារតែលោកត្រាំនិយាយពីរឿងពុនវាប៉ះពាល់ដល់សេដ្ឋកិច្ចស្រុកថៃហើយនឹងការបោះឆ្នោតនៅស្រុកថៃថៃអត់ចូលចិត្តធ្វើត្រីភាគីផងហ្នឹងចូលចិត្តធ្វើភាគីអញ្ចឹងហើយចុះឥឡូវវាទៅជាយើងបបួលថៃឲ្យប្រើយុទ្ធសាស្ត្រដែលថៃចង់បានពីយូរអើយមកហើយហ្នឹងកម្ពុជាចរចាជាមួយថៃអត់ឈ្នះទេពីរនាក់ហ្នឹងយើងដឹងហើយតាព្រោះយើងទៅចរចាពីរនាក់ដូចអ៊ីរ៉ង់និងអាមេរិកចឹងទៅចរចាមិនឈ្នះបើអាមេរិកទម្លាក់គ្រាប់នៅអ៊ីរ៉ង់ឡើងសុះខ្លួនអស់ហើយហ្នឹងឥឡូវទៅបិទច្រកហមូសចិត្តទៀតថៃដូចគ្នាចរចាជាមួយខ្មែរធ្វើភាគីទៅឈ្នះថៃព្រោះអីថៃគេមានសពាវុធគេបាញ់យើងមកណាទៀតក៏បានដែរព្រោះយើងបាក់ស្បាតប៉ុណ្ណេះហើយគេខ្លាចអីយើងគេចង់បានជុំទី3ទៀតក៏បានដែរប៉ុន្តែខ្មែរយើងហាក់បីដូចជាសម្រួចទៅយកអយុធសាស្ត្ររបស់ថៃទៅវិញដោយសារអីដើម្បីស្អំចិត្តប្រជាពលរដ្ឋថាបើចរចាតាមបែបនេះអាចបានដីមកវិញខ្លះបើទៅយន្តការអន្តរជាតិអាចផ្ទុយនឹងកិច្ចព្រមព្រៀងនៃបទឈប់បាញ់សេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលប្រាប់ថាភាគីទាំងពីរនឹងរកវិធីណាដោះស្រាយតាមយន្តការ JBC RBC យន្តការសង្កេតការណ៍អាស៊ានហើយខ្មែរយើងនាំគ្នាប្រឹងធ្វើអញ្ចឹងធ្វើឲ្យតាមថាយើងគោរពតាមបទឈប់បាញ់នឹងសម្បើមណាតាមពុតគោរពហ្នឹងគឺយើងត្រួសត្រាយឲ្យផ្លូវថៃដែរព្រោះថៃចង់បានអញ្ចឹងអត់ឲ្យលួងយើងអត់ឲ្យប្តឹងទៅតុលាការអន្តរជាតិលួងយើងអត់ឲ្យប្តឹងទៅឬយន្តការ
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអាហ្នឹងគឺជាគំនិតរបស់ថៃតាយុទ្ធសាស្ត្ររបស់ថៃតាប៉ុន្តែចុងក្រោយកម្ពុជាអត់មានជំរឿខ្លាចគេចោទពីរឿងរំលោភបាត់ឈប់បាញ់ហ្នឹងគឺយើងធ្វើតាមថៃគឺយើងមិនហ៊ានប្តឹងថៃគឺយើងសុកចិត្តចរចាទ្វេភាគីហើយបបួលគេឲ្យចរចាទ្វេភាគីដែលតាមពិតជាអន្ទាក់សម្រាប់របស់ថៃទេដែលរៀបដាក់មកឲ្យយើងចូលសងនឹងយូរហើយឥឡូវគេដឹងថាយើងអត់ជំរឿគេអូសពេលទៀតហើយអូសពេលទី1មិនត្រឹមតែអូសពេលទេគឺគេចាប់ផ្ដើមចង់រំលាយអាយន្តការ JBC អីហ្នឹងគឺដូចជា MOU 2000អីចឹងឥឡូវគេសម្រេចជោគជ័យហើយកុំប្រឹក្សាសន្តិសុខគេឲ្យតែពេលសភាគេប្រជុំគឺគេរំលាយចោលអា MOU 2001តកតងរឿងដែនសមុទ្រត្រួតស៊ីគ្នានៅតំបន់កោះកុដឯណោះ 26000 គីឡូម៉ែត្រក្រឡាឥឡូវព្រំដែនគោកMOU 2000ថៃបើរំលាយចោលទៀតតើយើងបានស្អីយកមកពឹងចរចាទ្វេភាគីយើងដាច់ផឹងហើយយើងអត់ហ៊ានប្តឹងទៅថៃខ្លាចគេចោទថារំលោភបំពានបាត់ឈប់បាញ់តើយើងមានកលាអីគេឈ្នះគេឥឡូវបើយើងខ្លាចខុសហាកិច្ចព្រមព្រៀងឥឡូវថៃដឹងឃ្លេហ្នឹងថ្ងៃម្សិលមិញនេះគឺលោកសេះស័កភួងកេតកែវប្រាប់ទៅរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីថាថៃមិនអាចចរចាជាមួយកម្ពុជារឿងព្រំដែនក្នុងស្ថានភាពបែបហ្នឹងទេលើកលែងតែកម្ពុជាគោរពឲ្យបានខ្ជាប់ខ្ជួនបាត់ឈប់បាញ់នេះជាសារព្រមានកម្ពុជាតើកម្ពុជាបំពេញបាត់ឈប់បាញ់អីគ្នាស្លូតសឹងអីហ្នឹងនៅស្ងៀមចង់និយាយស្ងប់ស្ងាត់មិនស្ងប់ស្ងៀមអីមែនហ្នឹងគឺធ្វើអីសពបែបយ៉ាងហ្នឹងតាមនីតិវិធីផ្លូវការថ្កោលទោសជូនដំណឹងអំពាវនាវមិនទទួលស្គាល់បញ្ជូនក្រុម AOT សង្កេតការរបស់អាស៊ានហ្នឹងទៅតែត្រុករាល់ថ្ងៃនៅអាកន្លែងកុងតឺន័រហ្នឹងទៅបានតែថតរូបស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អងបានត្រឹមតែរូបថតហ្នឹងគឺយើងទៅអស់ហើយទៅម្ដងគឺកុងតឺន័រគេដាក់តែ1 2 3ទូទៅ2ដងគេដាក់បានថែម4 10ទូទៀតទៅ4 5ដងគេដាក់បលាលួសទៅកាន់តែច្រើនគេដាក់ប៉ុស្តិ៍យាមទៅទៀតគេដាក់តុងជ័យទៅទៀតគេសង់ដាក់បេតុងនិយាយទៅកាន់តែច្រើនថៃកាន់តែថែមអាការបំពេញនឹងកាន់តែច្រើនខ្មែរយើងអត់ហ៊ានបំពេញអីសោះគេបំពេញគ្រប់យ៉ាងហើយគេឲ្យយើងលេងលបែងរបស់គេហើយចុងក្រោយគឺគេឃើញយើងអនុវត្តតាមគោលការណ៍ប៉ុន្តែគេថាយើងនៅអត់ទាន់អនុវត្តតាមគោលការណ៍ហ្នឹងឲ្យបានគ្រប់មុតទៅទៀតអាគេឈូសឆាយដាក់ត្រង់សេផងគេលើកតុងជ័យផងគេយកបដិមាមកគេធ្វើស្ពានគេធ្វើស្អីឲ្យប្រជាពលរដ្ឋទៅប្រាសាទតាមាន់ធំសែនព្រេនផងពិធីបួងសួងទៅប្រាសាទតាកបីបុណ្យចូលឆ្នាំប្រពៃណីទាំងខ្មែរទាំងថៃហ្នឹងគេឲ្យជនជាតិថៃចូលហើយប៉ាត់ណាប៉ាត់ណីធ្វើពិធីអីពេញនៅក្នុងសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលជាដីខ្មែរពីមុនដែលឥឡូវស្ថិតក្រោមការគ្រប់គ្រងរបស់ថៃដែលខ្មែរព្រមឲ្យថៃគ្រប់គ្រងហ្នឹងគឺគេធ្វើអស់អាហ្នឹងយើងទៅថាគេបំពេញគ្រប់រឿងឥឡូវថៃគេថាយើងអត់ស្មោះត្រង់ថៃថាយើងអត់ស្មោះត្រង់ហ្នឹងបើខ្ញុំសង្កេតគឺថៃចង់ចោទយើងពីររឿងទី1ថាកម្ពុជាចេះតែរករឿងគេរហូតយើងអត់ស្មោះត្រង់ទេរករឿងគេដាក់រូបបដិមារករឿងគេជីកលេនដ្ឋានរករឿងគេយកមនុស្សមកធ្វើពិធីសែនព្រេនរករឿងគេមកចាត់ចែងប្រាសាទតាមាន់ធំប្រាសាទខ្នាប្រាសាទតាកបីរករឿងគេគ្រប់ផ្លូវអាហ្នឹងគេថាយើងរករឿងប្តឹងគេគ្រាន់តែជូនដំណឹងរករឿងហ្នឹងគេថាយើងនឹងរំលោភបាត់ឈប់បាញ់បាត់ទៅហើយអញ្ចឹងហើយបានខ្មែរអត់ហ៊ានដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិអាចដែរព្រោះអីបើយើងដាក់អាហ្នឹងទៅថៃគេនឹងចោទយើងបាត់ទៅហើយថាយើងបំពេញបាត់ឈប់បាញ់ដែលយើងប្រាប់ថាចរចាទ្វេភាគីនៅក្នុងបាត់ឈប់បាញ់ហើយទៅយើងដាក់ប្តឹងឥឡូវនេះទន្សាយក៏រួចត្រីរ៉ស់ក៏រួចនេះសម្រាប់ភាគីកម្ពុជាខ្ញុំថាទន្សាយក៏រួចត្រីរ៉ស់ក៏រួចគឺថៃគេនៅតែដាក់សម្ពាធយើងមិនឲ្យយើងទៅរកអាសន្លឹកបៀដែលលេងបានណាគេឲ្យយើងយកអា2ប៊ិច3ប៊ិចយកមកលេងណាហើយយើងទៅលេងអីឈ្នះគេសើកាចាស់សើអាត់ហ្នឹងអាត់របស់ថៃកាចាស់របស់ថៃគឺក្នុងន័យថាគេបានប្លង់រឹងមួយគឺសេចក្តីថ្លែងការណ៍រួមនៃបទជប់បាញ់អ្នកណានៅហ្នឹងអាហ្នឹងគឺជាប្លង់រឹងរបស់ថៃហើយនៅពេលដែលគេកំពុងតែមានបៀលេងនៅក្នុងដៃយើងទៅអង្វរគេឲ្យចរចាទ្វេភាគីហើយភាគីនៅពេលដែលអាទ្វេភាគីហ្នឹងគឺជាយុទ្ធសាស្ត្ររបស់ថៃដែលចង់ធ្វើពីមុនមកអត់ឲ្យយើងទៅរកអ្នកទី3ទី4នៃនឹងពីអើយមកមិនចឹងហើយដល់ពេលឥឡូវគេរកបិទអាច្រកដែលយើងពឹងលើផែនទីខ្នាត1លើ200,000ដោយចង់លុប MOU 2000នឹងចោលអីចឹងទៀតហើយឥឡូវគេអត់ព្រមចរចាទេគេនៅតែគិតថាយើងអត់ទាន់គោរពតាមបទឈប់បាញ់នឹងបានខ្ជាប់ខ្ជួន
អ្នកដែលបំពេញមកប្រាប់យើងថាយើងអត់គោរពតែយើងនៅសល់អីគេទៀតតែកម្ពុជានៅសល់អីទៀតជនរងគ្រោះខ្លាយទៅជាជនដៃដល់ហើយគេសរសេរច្បាប់គេកែមកថាយើងគឺជាជនដៃដល់ដោយអ្វីដែលគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលប្រព្រឹត្តទៅក្រុមប្រឆាំងនិងសកម្មជនអញ្ចឹងជនរងគ្រោះខ្លាយទៅជាជនដៃដល់ទៅវិញឯជនដៃដល់ខ្លាយទៅជាជនរងគ្រោះអ្នកដែលជាជនរងគ្រោះត្រូវជាប់គុកអំពើបាបកម្មនិងអកុសលកម្មនេះគឺវាធ្លាក់មកលើកម្ពុជាតាមការប្រព្រឹត្តរបស់ថៃមកយើងហើយព្រោះគេឃើញចំណុចខ្សោយរបស់យើងឥឡូវត្រីរ៉ោះក៏រួចទន្សាយក៏រួចប្តឹងទៅអង្គការសហប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬព្រមទាំងអន្តរជាតិគឺក៏យន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីក៏នៅដំអង់នៅអត់ហ៊ានប្តឹងដោយសារតែខ្លាចគេថាយើងប្រព្រឹត្តផ្ទុយនឹងបាត់ឈប់បាញ់ព្រោះចរចាទ្វេភាគីអាចរចាទ្វេភាគីថៃក៏កំពុងតែរើចោលអស់ដើម្បីឲ្យយើងអស់ជំរឿបើចរចាក៏ដីទាំងអស់នឹងបានថៃហើយសូម្បីតែចរចាទ្វេភាគីក៏យើងអត់ឈ្នះថៃដែរដោយសារអីបើយើងទៀមទាដីទាំងអស់នឹងមកវិញឧទាហរណ៍ថៃគេថាយើងបំពេញបាត់ឈប់បាញ់ទៀតហើយហ្នឹងព្រោះសេចក្តីថ្លែងការណ៍រួមថាអ្នកណានៅហ្នឹងអត់មានកន្លែងណាឈ្នះគេសោះអញ្ចឹងរឿងអាទន្សាយក៏រួចត្រីរ៉ោះក៏រួចនេះខ្ញុំសុកចិត្តទៅរកត្រីនៅផ្សារតែម្ដងទៅឲ្យវាស្រាប់ហ្មងគឺទៅមាននេះទៅតុលាការយុត្តិធម៌អន្តរជាតិតុលាការព្រហ្មទណ្ឌអន្តរជាតិឬក៏កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហ្នឹងគឺយើងទៅអញ្ចឹងហ្មងទៅព្រោះអីអាផ្លូវនេះមើលទៅគឺរលាក់ឬក៏គេបិទអស់ហើយចូលសងថៃទៀតហើយថៃនឹងអូសបន្លាយពេលវេលាហ្នឹងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតនៅរ៉ាំរ៉ៃហ្នឹងគ្មានទីបញ្ចប់ទេអានេះគឺគំនិតរបស់ថៃគឺគេខូចអញ្ចឹងហើយយើងនៅអោបជើងគេទៅហើយយើងនៅលួងទៅព្រោះអីយើងជាអ្នកគោរពយើងគោរពសពបែបយ៉ាងនៅពេលដែលគេបំពេញសពបែបយ៉ាងតើយើងទៅធ្វើអីកើតដូចរឿងគណៈបកសង្គ្រោះជាតិចឹងដូចលោកកឹមសុខាចឹងគោរពសពគេឲ្យទៅឡើងទៅតុលាការគេមិនឲ្យនិយាយសារនយោបាយគេមិនឲ្យអីគាត់គោរពទាំងអស់គ្មានខុសកន្លែងណាមួយប៉ុន្តែនៅតែគេមិនឲ្យគាត់រួចខ្លួនដដែលណាតើអាហ្នឹងមន្ត្រីរស់ក៏រួចទន្សាយក៏រួចដូចតែគ្នាដែរហ្នឹងព្រោះមានធ្វើអីកើតនិយាយស្អីក៏តែមិនបានឥឡូវអាចជាប់គុកក៏នៅតែជាប់គុកគេអត់ដោះលែងគេអត់លើកលែងការចោទប្រកាន់អីចឹងអាហ្នឹងគឺអញ្ចឹងណាបងប្អូនវាប្រឡាក់នៅក្នុងស្ថានភាពបែបហ្នឹងគឺនិយាយទៅវាទៅជាអ្នកមានព្រៀបប្រព្រឹត្តអំពើផ្ដេសផ្ដាស់ជាអ្នកបង្កើតច្បាប់នៅលើមាត់គេថាឥឡូវអានីតិមាត់ដូចនៅស្រុកខ្មែរហ្នឹងវាคล้ายទៅជានីតិមាត់នៅលើពិភពលោកសម្ដាប់ធ្នាប់ពិភពលោកគឺកន្លប់ចាក់អស់ហើយដល់ពេលហើយឥឡូវយើងទៅលេងលបែងរបស់ថៃដែលថៃពវក់យើងបានស្រាក់ចិត្តហើយយើងមកអួតប្រាប់ប្រជាពលរដ្ឋខ្មែរវិញថាយើងអត់ដែលបានគិតថាដីនឹងជាដីរបស់ថៃទេកុំនិយាយថាកាត់ឲ្យគេឲ្យសោះអត់មានតាន់បានជាកម្មសិទ្ធិរបស់ថៃឯណាទេព្រោះនៅតែទៀមទាឲ្យបានវិញបើទៀមទាបានហ្នឹងគឺបានន័យថាបើយើងមិនទៅតុលាការពិភពលោកហ្នឹងអន្តរជាតិហ្នឹងហើយថៃកំពុងតែកាត់ចោលអស់អ្វីដែលជាដង្ហើមដករបស់ខ្មែរហ្នឹងតើយើងទៅសង្ឃឹមអីយើងសង្ឃឹមត្រូវឆ្នោតនៅពេលដែលយើងអត់ទិញកតុយលេខបើទិញទៅក៏យើងអត់ដឹងថាត្រូវមិនផងព្រោះជួនកាលអាកតុយលេខហ្នឹងគឺជាការផ្សងសំណាងប៉ុន្តែវាបានលេខផ្ទៀងគេដែរតែដល់ពេលអត់ទិញឆ្នោតសោះហើយដល់ពេលបន់ដុតធូបថាសុំឲ្យត្រូវឆ្នោតទៅដល់ពេលនេះវាអត់ត្រូវទេព្រោះគេចេញស្អីក៏តែយើងមិនត្រូវដែរគាត់ថាអូដោយការគិតអីចឹងទៅតែប៉ុណ្្នឹងឯងឥឡូវនេះគឺឃើញរឿងនៅព្រំដែននៅសកាយើងដោះស្រាយបញ្ហាក្មេងទំនើងនៅស្រុកខ្មែរដោះអត់ចេញបញ្ហាក្មេងទំនើងដោះអត់ចេញយើងទៅដោះស្រាយព្រំដែនយ៉ាងម៉េចចេញខ្ញុំពងតែឆ្ងល់តើកម្លាំងសមត្ថកិច្ចរបស់យើងនឹងអសមត្ថភាពខ្លាំងណាស់ឬបានជាក្មេងទំនើងខ្លាចជាប្រធានបទដែលនិយាយអូសអត់ផុតទៀតហើយនៅពេលដែលយើងកំពុងតែឈឺចាប់រឿងព្រំដែនយើងមានរឿង100ចម្ពោះនៅស្រុកខ្មែរអំពើអយុត្តិធម៌ការរំលោភសិទ្ធិមនុស្សរឿងនយោបាយយើងដោះស្រាយអត់បាន100មុខឥឡូវមករឿងក្មេងទំនើងនេះគឺជារឿងដែលជាកម្មវត្ថុដែលលោកហ៊ុនម៉ាណែតឬក៏មន្ត្រីគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលលើកនិយាយស្ទើរគ្រប់ពេលហើយប្រជាពលរដ្ឋរិះគន់ស្ទើរគ្រប់ពេលយើងចាំឯអាកាលក្មេងទំនើងនោះដោះស្រាយមិនបានឃើញខំប្រឹងដែរលោកទូចសុខៈដែលជាអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃនោះស្រាប់សុកមកចេញគំនិតអីណាចង់យកក្មេងទំនើងទៅធ្វើជាប្រជាការពារភូមិគឺរិះគន់ស្រោចដូរគំនិតនឹងចេញទៅថាគំនិតឯកជនតាមពិតធ្លាក់មកពីលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯណាដើម្បីការពារមេនឹងថាអត់ទេគំនិតនឹងគំនិតផ្ទាល់ខ្លួនទេចេះតែយកមកនិយាយទៅគ្រាន់រហដំណោះស្រាយប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយគំនិតផ្ទាល់ខ្លួន
ở chẳng chăm bạch khai chỉ nè nom bị ấy vấn gì cầm nứt to luôn chẳng gì nó không vì cả sa thế nè chỉ mùi nè sa pò miền ấy gì cầm nứt to luôn ta pe na lụng gì cầm nứt to luôn rồi pe na lụng gì cầm nứt bạc cái xuồng hạp tới vì bà anh chẳng bòn bồn đôi bay bắn chỉ bay bạt đôi pu trôi kia năng khơi này tệ rót bao dương cái hai ông này tệ phải nhặt phải bật năng tờ lá ca dương chỉ bạch bay bay bùm nút trôi kia đòn chẳng mình tray cúp cho thằng tầng nẹt nom bị ấy phong cứ vul bay bùm nút bay chỉ bạch trôi kia mà đom chẳng đôi kia mà đăng thật tư xây ấy bạc cọt đào tập pe cái côn trong tức cổ vắt cùng nẹt năng cháu không nên tầm nương pin phum tại đàiខ្ញុំថារឿងក្មេងទំនើងនេះណាមិនកតាមានច្រើនណាស់បងប្អូនកតាគ្រួសារកតាសង្គមកតាសាលារៀនហើយក្មេងទំនើងមិនមែនកើតឡើងតែនៅស្រុកខ្មែរទេស្រុកណាក៏មានដែរប៉ុន្តែវិធីគ្រប់គ្រងក្មេងទំនើងមានខុសគ្នាប្រទេសខ្លះគេធ្វើបានជោគជ័យសម្បើមប្រទេសខ្លះធ្វើអត់បានជោគជ័យទេប្រទេសដែលធ្វើបានជោគជ័យសម្បើមរឿងក្មេងទំនើងបងធំបងតូចហ្នឹងគឺប្រទេសអាមេរិកនេះជាប់គុកក៏ច្រើនដែរប៉ុន្តែអាមេរិកគេចេញយុទ្ធនាការមួយគឺគេអត់ដែលចាប់ពួកបងធំបងតូចហ្នឹងយកទៅធ្វើជាតាហ៊ានជួមុខឬក៏ទៅសមរភូមិមុខឬក៏ប្រជាការពារឬក៏ជាតំណាងរាស្ត្រអីទេអត់សោះក្មេងទំនើងគឺជាប់គុកហែងកាន់តែខ្លាំងទោសទណ្ឌកាន់តែខ្លាំងឥឡូវនេះចូលដល់ចាប់បញ្ជូនទៅឲ្យប្រទេសដើមទៀតបើជាអញ្ជើញតោប្រវេសយកទៅដាក់ប្រទេសណាចឹងទៅបញ្ជូនទៅប្រទេសដើមវិញទៅអាហ្នឹងបាក់ស្បាតអានេះគឺជាជោគជ័យរបស់អាមេរិកមួយដែរតឹងដែរក៏ប៉ុន្តែអត់មានគំនិតយកជាប្រជាការពារឬក៏ទៅសមរភូមិមុខអីទេព្រោះទៅយកក្មេងទំនើងទៅសមរភូមិមុខងាប់គ្រាន់តែពាក្យសត្រូវយើងគ្រាន់តែលឺសូរក្មេងទំនើងហ្នឹងគេស៊ីផុយបាត់ហើយព្រោះយើងហ្នឹងរខិរខៈប៉ុណ្ណាទៅយកក្មេងទំនើងទៅសមរភូមិមុខដែលជាមុខមាត់របស់ជាតិអត់មានមនុស្សសោះអីចឹងទៅយកក្មេងទំនើងយកទៅការពារនៅព្រំដែនទៅវិញយើងដូចថាចង់ឈ្នះចិត្តហ្នឹងគឺយើងចង់និយាយថាអូអង្គញាមហាមន្ត្រីតារាល្បីណាដែលបកែអីគ្រាន់បើហ្នឹងពេលមានចំនួនព្រំដែននាំគ្នាទៅការពារព្រំដែនអាគំនិតអញ្ចឹងគំនិតក្មេងបៀមដៃគេនិយាយល្វើល្វាយឲ្យតែបានដើម្បីគ្រាន់តែជាការឌឺទៅរកមន្ត្រីពាក់ផ្កាយអីនៅក្នុងបន្ទប់សិនតិចហ្នឹងដើម្បីជានិយាយរបៀបរិះគន់នៅក្នុងការដើម្បីបង្អាប់អញ្ចឹងតើអ្នកណាដែលទៅយកមន្ត្រីក្បាលពោះស្អុយអីឬក៏អង្គញាតារាសម្ដែងអីហ្នឹងយកទៅជួមុខគ្រាន់តែលឺក្របមកក្ដួងនឹងមកហ្នឹងគឺរៀកនោមដាក់ខោដាក់អីអស់ហើយយើងទៅយកទៅធ្វើបាបគ្នាទៅអីវាមិនត្រូវរឿងទេតើតែអ្នកដែលគេវឹកហាត់គេដុតដំរាប់ឆ្នាំគេស៊ាំនៅក្នុងសម្ពយុទ្ធយោធាគេអីចិត្តតែច្បោលចិត្តតែឲ្យគ្នាទៅហ្នឹងគឺមិនយើងការពារជាតិគេធ្វើចឹងយើងកុំចេះមានគំនិតចឹងវាគំនិតជារបៀបដូចជានិយាយកំ pl ែងដូចថាចាញ់ផ្ចាលអីអញ្ចឹងយើងនិយាយលេងក៏ប៉ុន្តែมันអាចយកជាការពិតកើតទេការដែលដោះស្រាយក្មេងទំនើងណាខ្ញុំមិនប្រកែអីទេប៉ុន្តែអាទាំងអស់ហ្នឹងណាវាជាចបៃនឹងត្រទៅព្រមគ្នាសាលារៀនគ្រួសារនឹងរបៀបសាលារៀនគ្រួសារនិងសង្គមហ្នឹងគឺរបៀបដឹកនាំរដ្ឋរបៀបដឹកនាំរដ្ឋហ្នឹងគឺតើតែមានប្រព័ន្ធប៉ូលីសហ្នឹងឯករាជ្យតុលាការហ្នឹងឯករាជ្យប្រព័ន្ធគ្រប់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធមិនបកពួកនិយមមិនពុករលួយមិនស្អីគឺអ្វីក៏ដោយឲ្យតែចូលទៅដល់ស្ថាប័នដែលគេសម្រេចក្តីអីមួយហើយគឺដឹងអត់រួចខ្លួនណាអាហ្នឹងបានមនុស្សរៀងចាលបើយើងទៅផ្លូវមុខឲ្យជាមេភូមិឲ្យជាមេឃុំមេស្រុកឬក៏ឯកឧត្តមនេះឯកឧត្តមនោះឬរដ្ឋមន្ត្រីនេះរដ្ឋមន្ត្រីនោះអាកូនបើកឡានបុកគេងាប់ពេញផ្លូវឬក៏កាប់ចាក់គេសិតតែកូនមន្ត្រីឧត្តមមន្ត្រីឬក៏អីចឹងដល់ពេលហើយស៊ីស៊ុះលឹមលំគ្នាមិនទុះចេញមកវិញបាត់ទៀតដែរអញ្ចឹងអាក្មេងទំនើងផ្សេងទៀតដែលវាគិតថាធ្វើកើតគឺវាធ្វើទៀតព្រោះដោយសារអីអាងអំណាចអាងបុណ្យស័ក្តិអាងអីហើយដោយសារអាហ្នឹងគឺដោយសារប្រព័ន្ធយើងវាប្រព័ន្ធអន្តរាគមន៍ប្រព័ន្ធបកពួកហើយយើងទៅកំទេចកំចាត់អាហ្នឹងអាម៉េចបើយើងជាខ្លួនឯងអ្នកដឹកនាំបង្កើតប្រព័ន្ធហ្នឹងយើងបង្កើតប្រព័ន្ធបកពួកនិយមអញ្ចឹងហ្នឹងក្រសួងខ្លះមានតែបងប្អូនមកសបុកហ្នឹងក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយកូនក្រុមគ្រួសារលោកអោមយន្តទៀងមកសបុកនៅនឹងដែរហ្នឹងខ្ញុំឃើញគាត់ខំប្រឹងធ្វើការអីប៉ុន្តែអ្នកណាគេຕົកចិត្តយើងទៅហូបអាហារនៅហាងមួយនៅពេលដែលយើងស្រាប់តែអង្គុយហូបសឹកឃើញកណ្ដោរត់នៅអាកន្លែងផ្ទះបាយគេ
សូមបីតែឃើញកដោរត់ហ្នឹងតាំងពី10ឆ្នាំមុនណាសូមបីមកដល់ឆ្នាំហ្នឹងគេថាអត់ទេគេកំចាត់គេបាញ់ថ្នាំសម្លាប់គេដូរហាងគេដាក់បិទអីចិត្តឈឹងអស់ហើយតកែហ្នឹងនៅតកែដដែលក្រុមបុគ្គលិករត់តុកហ្នឹងនៅដដែលអ្វីនៅដដែលអ្នកដែលចូលទៅហាងហ្នឹងបាក់ស្បាតភ្លាមគាត់ទៅលើកស៊ុបមកហត់នឹកឃើញរឿងកដោរត់ហ្នឹងភ្លាមយើងធ្វើឲ្យមានមន្ទិលចឹងហើយបានគេឲ្យប្រយ័ត្នណាដើម្បីឲ្យមានជំនឿចិត្តហើយការបាត់បង់ជំនឿចិត្តនេះគឺជាការបាត់បង់អ្វីគ្រប់យ៉ាងការទុកចិត្តគ្នានេះសំបីសម្ព័ន្ធភាពគ្រួសារប្តីប្រពន្ធណាយើងនិយាយអត់តាន់កុហកគ្នាអត់តាន់ក្បត់សម្ដីគ្នាអត់តាន់បលែមបន្លំ20 30 40ឆ្នាំអីក៏យើងនៅតែស្រឡាញ់គ្នាចឹងដែរប៉ុន្តែប្រយ័ត្នតែដល់ពេល30 40ឆ្នាំក្រោយស្រាប់តែយើងមានអីមួយមន្ទិលអីមួយហើយយើងកុហកធ្វើឲ្យគេចាប់ចំណុចនឹងបានណាយើងលែងទុកចិត្តគ្នាអា30 40ឆ្នាំមុនដែលលំពើល្អយើងគ្រប់យ៉ាងលលាយទៅទាំងអស់ចឹងបានពាក្យខ្មែរគេថាគុណមួយសំពៅទោសមួយចូលទៅរលាយបងអស់ពាក្យនេះគឺជាពាក្យដែលដាស់តឿនក្រានរំលឹកថាអំពើល្អដូចរោមដូចកាអំពើល្អដូចស្នែងកបីចឹងតែអំពើអាក្រក់វិញណាវាដូចរោមគោរោមកបីចឹងអំពើល្អហ្នឹងគឺវាដូចថាងាយនឹងคล้ายទៅជារោមគោរោមកបីវាយើងប្រឹងថែវាមែនតើហើយត្រូវថែស្ថាប័នជាតិស្ថាប័នអីហ្នឹងគឺត្រូវកសាងទំនុកចិត្តសេចក្តីជឿជាក់ហើយត្រូវតែប្រឹងទាំងអស់គ្នាគ្រប់ស្ថាប័នហ្នឹងគឺប្រឹងដើម្បីស្ដារកិត្តិយសសេចក្តីថ្លៃថ្នូរសុចរិតភាពរបស់ស្ថាប័នហ្នឹងកុំឲ្យគេលែងទុកចិត្តហើយតែលែងទុកចិត្តហើយវាដូចដូមីណូអញ្ចឹងណាបងប្អូនដូមីណូគឺបើយើងដាក់ឈរជាប់គ្នាហ្នឹងណាដូមីណូវាអត់នឹងទេនៅពេលដែលយើងផ្ដួលអាមួយនេះទៅវាដួលទាំងអស់អានេះគេហៅថាផលវិបាកនៃដូមីណូគឺវាទៅព្រមគ្នាចឹងទាំងអស់អញ្ចឹងនៅពេលដែលស្ថាប័នជាតិមានអំពើពុករលួយបកពួកនិយមគ្នាឯងអន្តរាគមការទប់ស្កាត់បងធំទៅអត់រួចទេយើងកំពុងតែអង្គុយបកផ្សែងទេរាល់ថ្ងៃហ្នឹងរដ្ឋាភិបាលបកផ្សែងហើយដូចយកគំនិតដែលថាយកក្មេងទំនើងហ្នឹងយកទៅធ្វើជាបជាការពារឥឡូវគំនិតហ្នឹងបោះបង់ចោលបាត់ហើយឥឡូវមកលេចគំនិតថ្មីមួយទៀតដែលលោកហ៊ុនម៉ាណែតទៅលើកឡើងថ្ងៃនេះថ្មីចាស់គឺយកក្មេងទំនើងនេះយកទៅសមរភូមិមុខម្ដងខ្ញុំស្មាននិយាយរឿងកំ pl ែងតាព្រោះក្មេងទំនើងសម្រាប់ប្រព័ន្ធការពារជាតិយើងអត់អាចទៅយកទៅដាក់នៅក្នុងសមរភូមិមុខអាហ្នឹងដូចយើងយកអ្នកដែលគ្នាមានបញ្ហាសម្បទាបញ្ហាអីដែលមិនអាចធ្វើតបធ្វើអីកើតយើងយកទៅដាក់ជួរមុខចុះសត្រូវគេមើលមកយើងគេថាអូអញ្ចឹងខ្វះខាតអីក៏ម្លេះបានទៅយកសិតតាអ្នកបាតសង្គមអីទៅយកមកដាក់ជួរមុខអីវិញគួរតែនៅក្នុងគុកអប់រំណែនាំព្រានបដៅឲ្យជាប់គុកយូរទៅដាស់តឿនការរំលឹកប៉ុន្តែបងប្អូនប្រព័ន្ធគុកនៅស្រុកខ្មែរនេះបើដាក់កាន់តែយូរមនុស្សកាន់តែឈួតព្រោះយើងប្រើពាក្យនៅស្រុកអាមេរិកនេះគឺតែពិតខ្មែរយើងក៏មានដែរគុកយើងគឺមជ្ឈមណ្ឌលអប់រំកែប្រែគេអត់សូវហៅគុកទេនៅអាមេរិកនេះក៏អញ្ចឹងដែរ correctional គឺសុទ្ធតែជាកន្លែងអប់រំកែប្រែទាំងអស់យកមកលុតដំខ្លួនទៅជាប់10ឆ្នាំ20ឆ្នាំធ្វើល្អនៅក្នុងគុកឬក៏ប្រព្រឹត្តធ្វើអីចឹងទៅគេឲ្យអាចនឹងសម្រួលទោសបន្ធូរបន្ថយទោសទៅចេញមកកែខ្លួនគេឲ្យរៀនសូត្រគេឲ្យធ្វើកិច្ចការងារនេះមានជំនាញអីយើងគឺគុកយើងគឺចូលទៅចេញមកវិញសាហាវលើដើមច្រើនទៀតអ្នកខ្លះចូលទៅគឺមានភាពសាហាវអ្នកខ្លះចេញពីគុកមកប្លន់គេតាំងថ្ងៃដំបូងគាត់តែចេញពីគុកប្លន់គេទៀតហ្មងដោយសារតែយើងមិនមែនជាមជ្ឈមណ្ឌលអប់រំកែប្រែទេគឺយើងជាកន្លែងដែលធ្វើឲ្យខូចជួនកាលយើងលឺឲ្យសកម្មជននយោបាយដែលជាប់គុកគេយកទៅដាក់ជាមួយពួកអក្រិតជនសម្លាប់មនុស្សស៊ីសាច់ហត់ឈាមគ្នាគ្រាន់តែរឿងជាប់គុកនយោបាយសោះយកទៅដាក់ធ្វើទុកបុកម្នេញផ្លូវចិត្តផ្លូវកាយដើម្បីឲ្យរៀងចាស់ប៉ុន្តែទៅដាក់ជួបជាមួយនឹងពួកអក្រិតជនហ្នឹងពួកប្រព្រឹត្តជួញដូរគ្រឿងញៀនជួយទៅចែកគ្នាអញ្ចឹងទៅយូរបែកអូហូស្ទឹងចេញមកហេងសុយបានបនភឿនប្លន់លួចនឹងបានដឹងរៀនចេញពីគុកនឹងទៀត
យើងទៅអប់រំកាយប្រាយយ៉ាងម៉េចហ្នឹងចឹងហើយនៅក្នុងគុកហ្នឹងអំពើពុករលួយអ្នកណាមានលុយអាចទៅនៅបន្ទប់ VIP ឬក៏បានអាហារទំនើបប្រើទូរស័ព្ទអ្នកណាដែលអត់លុយហ្នឹងគឺគេយកទៅដាក់ផ្ដុំគ្នាបង្កើតអំពើអយុត្តិធម៌នៅក្នុងគុកអត់រៀងចាលទេមនុស្សអត់រៀងចាលអូទៅហ្នឹងរៀងចាលស្អីបើឲ្យលុយគេទៅអាចមានកន្លែងប្រសើរជាងចូលគុកដូចជាបានសម្រាប់កាយមកពេលអីចឹងទៅវាអត់រៀងចាលទេគុកនៅអាមេរិកនេះបើថាចូលគឺចូលហើយបើមួយជីវិតគឺមួយជីវិតប៉ុន្តែគេមានវិធីអប់រំដើម្បីកែប្រែឲ្យស្ដារមនុស្សហ្នឹងមកគោរពចេញមកវិញគឺបើឲ្យសង្គមគេក៏មិនរើសអើងដែរគេគ្រាន់តែដឹងថាយើងជាប់គុកហ្នឹងគឺគេមិនរើសអើងទេគេរកការងាររកអីឲ្យតែយើងជាប់គុកគ្រប់កាលកំណត់អញ្ចឹង